reset របស់ Garmin X ហើយនឹងរបៀបបញ្ចូល map នៅក្នុង Garmin X នេះហើយសម្រាប់ហើយខ្ញុំនឹងបញ្យល់បន្ថែមទៀតថាយើងត្រូវការអីខ្លះដើម្បី reset វាព្រោះថាវារបៀបនៃការ reset វាគឺអត់ពិបាកទេប៉ុន្តែយើងពិបាកនៅពេលដែលយើងបញ្ចូល map ប៉ុន្តែ map ហ្នឹងគឺពិបាកនៅពេលដែលយើងរក file ផែនទីសម្រាប់យកមកដាក់ហើយខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាពីរ website ដែលអ្នកទាំងអស់គ្នាអាច download map ស្រុកខ្មែររបស់យើង map ប្រទេសកម្ពុជាយើងយកមកដាក់ក្នុង Garmin នេះបានឥឡូវនេះខ្ញុំនឹងចាប់ផ្ដើមបញ្យល់អ្នកទាំងអស់គ្នាពីរបៀប reset ក៏ពិតមិនតម្រូវឲ្យយើងត្រូវការ reset device ទេប៉ុន្តែដោយសារតែខ្ញុំចង់ឲ្យ device របស់ខ្ញុំនេះវា fresh វាដើរsmooth អញ្ចឹងខ្ញុំ reset វាទៅដោយសារខ្ញុំមិនទាន់បានប្រើទេមិនដែលខ្ញុំទិញវាមកគឺទិញទឹកទេអញ្ចឹងខ្ញុំក៏នឹង reset វាចោលមួយសាសិនអូខេឥឡូវចាប់ផ្ដើមជាមួយខ្ញុំទាំងអស់គ្នាពីការ reset device Garmin H 820នេះទាំងអស់គ្នាអូខេដំបូងឡើយគឺយើងមើលអត់សូវឃើញខ្ញុំបិទ screen របស់ខ្ញុំសិនបីស្រួលមើលនេះដំបូងគឺយើងចុចលើ tray 3នេះដើម្បី reset វាចូលក្នុង setting scroll ចូលមកក្រោមមកយកពាក្យថា system នេះ system យើង scroll ចូលមកទៀតនេះនឹងមានពាក្យថា device reset សម្រាប់អ្នកទាំងអស់គ្នាដែលចង់គ្រាន់តែ reset ការប្រើប្រាស់ទូទៅដែលយើងកំណត់លើ setting ឬមុខងារមួយចំនួនយើងអាចចុចឲ្យលើនេះបានប៉ុន្តែខ្ញុំចង់ឲ្យវា fresh ហើយ clean នៅក្នុង device របស់ខ្ញុំអញ្ចឹងខ្ញុំប្រាប់ពីថា delete data and setting ក្នុងហ្នឹងហើយអ្នកទាំងអស់គ្នាខ្ញុំសូមបញ្ជាក់បន្ថែមនេះអ្នកទាំងអស់គ្នាមិនបាច់ភ័យថាពេលយើង reset device នេះហើយវានឹងមានបញ្ហាបើកអត់ចេញឬរលត់អីទេប៉ុន្តែអ្នកទាំងអស់គ្នាត្រូវដឹងថាព្រោះថាគេដាក់មុខងារនេះមកឲ្យយើងប្រើគឺគេបានរៀបចំនឹងកែសម្រួលប្រព័ន្ធសុវត្ថិភាពហើយអញ្ចឹងអ្នកទាំងអស់គ្នាមិនបាច់ភ័យទេប៉ុន្តែក្នុងលក្ខខណ្ឌហ្នឹងគឺអ្នកទាំងអស់គ្នាត្រូវគោរពតាមគោលការណ៍នៃការបញ្ជាក់របស់គេនៅពេលដែល device វា backup វា restart ផុតមកពេលដែលវា reset អស់ណាយើងអត់ត្រូវប៉ះពាល់ចុចលើប៊ូតុងណាមួយដែលគេអត់បានប្រាប់ឲ្យយើងចុចទេអញ្ចឹងយើងកុំធ្វើបើសិនជាវាអត់មានការបញ្ជាក់ណាមួយពីមុខងារដែលយើងធ្វើកំពុងតែ reset នេះណាអញ្ចឹងអ្នកទាំងអស់គ្នាចុចសញ្ញាគ្រីសនេះមកទៅហើយអូខេអញ្ចឹងហើយអ្នកទាំងអស់គ្នាកុំចុចអីទាំងអស់យើងចាំវារហូតដល់វាចេញមកវិញអាហ្នឹងយើងនឹងទទួលបានdevice មួយដែល clean ណាចាំវាតិចទៅក៏ពិតខ្ញុំមិនចង់ reset វាទេប៉ុន្តែខ្ញុំចង់បញ្យល់អ្នកទាំងអស់គ្នាអញ្ចឹងហើយខ្ញុំក៏ធ្វើវីដេអូនឹងឡើងទៅតែជាក់ស្ដែង device របស់ខ្ញុំនេះគឺវាអត់ទាន់មានអីទេហើយខ្ញុំរៀបចំ set up វាឲ្យប្រើហើយប៉ុន្តែខ្ញុំក៏គិតឃើញថាការបញ្ចូលផែនទីហ្នឹងក៏វាសំខាន់ដែរលើ device មួយនេះព្រោះយើងទិញវាមកគឺថ្លៃហើយអញ្ចឹងហើយបើសិនជាយើងចំណាយលុយទៅលើការបញ្ចូល map ទៀតនឹងវាអស់លុយកាន់តែច្រើនទៀតព្រោះខ្ញុំមើលគឺនៅតាមហាងគាត់យកថ្លៃដែរពី10ទៅ20ដុល្លារអញ្ចឹងណាហើយអញ្ចឹងខ្ញុំក៏សម្រេចចិត្តធ្វើវីដេអូនេះឡើងដើម្បីបញ្យល់អ្នកទាំងអស់គ្នាថាយើងប្រើវាឲ្យស្រួលថាមិនទៅស្រួលអីចឹងណាហើយយើងមាន map ដាក់ចូលយើងងាយស្រួលធ្វើខ្លួនឯងក៏ពិតវារៀងស្មុគស្មាញពីដំបូងខ្ញុំអត់យល់ពី component របស់ file វាទេប៉ុន្តែដល់ពេលខ្ញុំយល់ហើយ
ខ្ញុំគិតថាវាអត់មានអីពិបាកទេហើយអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាអត់យល់អ្នកទាំងអស់គ្នាអាចឆាតមកខ្ញុំឬ comment នៅក្នុង channel YouTube របស់ខ្ញុំបានខ្ញុំនឹងបញ្យល់បន្ថែមអូខេឥឡូវខ្ញុំ set up វាឲ្យចេញមកទៅទាំង menu ទៅទាំង home នោះត្រង់ទាំងអស់នេះអ្នកទាំងអស់គ្នាអាច skip វាចោលសិនទៅព្រោះវាអត់ទាន់មានអីត្រូវសំខាន់ទេកន្លែងអស់នេះអានេះ unit នេះអ្នកទាំងអស់គ្នាយក matrix នេះមក matrix ចុច tick ទៀតអានេះយើង24ម៉ោងចំណាំ24ម៉ោងទៅយើងស្រឡាញ់ចូលចិត្តប្រើ2ម៉ោងចំណាំ12ម៉ោងទៅ page ទៅbirth ឆ្នាំអ្នកទាំងអស់គ្នាអាច set up ឲ្យហើយក៏បានដែរហ្នឹងព័ត៌មានហ្នឹងឥឡូវខ្ញុំដាក់ឆ្នាំខ្ញុំសិនទៅអូខេធីកហើយគីឡូខ្ញុំគីឡូស្រាលទេ65ទេកម្ពស់1.7 ម៉ែត្រទេដាក់1.7 ម៉ែត្រទៅអូខេ good second good profile យើងចាំ set up តាមក្រោយទៅណា sensor តាមក្រោយ warning នេះយើងត្រូវតែតាមគេព្រោះយើងប្រើរបស់គេអូខេឥឡូវ device យើងថ្មីហើយ clean ហើយអត់មានអីទេឥឡូវអ្នកទាំងអស់គ្នាឥឡូវចូលមកដល់របៀបនៃការ set up map ចូលទៅក្នុង device របស់យើងណាឥឡូវខ្ញុំសូម